ក្នុងឆ្នាំ2002ដែលស្ថិតនៅក្នុងភូមិត្រពាំងឈូកខេត្តកំពង់ស្ពឺនាអំឡុងឆ្នាំនោះពិតមិនទាន់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នោះទេអ្នកភូមិពេញនិយមតែចង្ក្រៀងប្រេងកាតស្ទើរគ្រប់ផ្ទះលើកលែងតែផ្ទះមួយចំនួនដែលមានជីវភាពទូធាក៏មានអាគុយមួយអំពូលភ្លើងនិងទូរទស្សន៍សខ្មៅមួយទុកគ្រាន់កំដរភ្នែកជាពិសេសក្មេងៗដូចរូបខ្ញុំនេះឯងចំណែកឯផ្លូវថ្នល់ក៏មិនទាន់ធំទូលាយដែលអាចងាយស្រួលក្នុងការធ្វើដំណើរនោះដែរភាគច្រើនគឺសម្រាប់តែថ្មើរជើងរទេះគោនិងជិះកង់ប៉ុណ្ណោះបាននិយាយពីក្មេងៗអាយុសមាខ្ញុំនេះម៉ោង4មិនទាន់ទេដឹងតែទៅជុំគ្នានៅចំណុចផ្ទះលោកយាយធីដែលនៅចំកណ្ដាលភូមិព្រោះថាវេលាថ្មនេះទូរទស្សន៍កំពុងតែចាក់ផ្សាយនៅគំនូរជីវចលដែលធ្វើឲ្យក្មេងៗដូចជារូបខ្ញុំនេះឯងដាច់បាយដាច់ទឹកគឺដើម្បីទៅតាមដាននៅគំនូរជីវចលនោះមានថ្ងៃខ្លះម៉ែមកតាមវាយពីក្រោយក៏មានតែដោយហេតុថាស្បែករបស់ក្មេងៗដូចជាខ្ញុំនេះប្រហែលជាក្រាស់ដែរទើបចេះតែលួចមកមើលរាល់ថ្ងៃភ្លេចទាំងបាយពេលល្ងាចផងគិតទៅពេលវេលាពិតជាដើរលឿនណាស់ទើបតែកន្លងទៅមិនបានប្រហែលឆ្នាំផងមិត្តភ័ក្តិពីក្មេងក៏បែកគ្នាអស់ខ្លះក៏មានការងារធ្វើខ្លះទៀតក៏ទៅបួសធ្វើជាព្រះសង្ឃគិតទៅប្រហែលជាមានតែខ្ញុំទេដែលដើរទាត់ខ្យល់អង្គុយគិតនឹករឿងកាលពីក្មេងដែលធ្លាប់ទៅដាក់មងដាក់បង្កាយកាលនោះគឺពិតជាខ្លាចខ្មោចណាស់ក៏ប៉ុន្តែឲ្យតែបានត្រីទៅដល់ណាក៏ទៅដែរថ្ងៃមួយកំពុងតែលេងជាមួយនឹងមិត្តភ័ក្តិនៅក្នុងភូមិស្រាប់តែឃើញចាស់ឈូឆររត់សម្ដៅទៅផ្ទះលោកយាយធាក្មេងៗដូចជាពួកខ្ញុំនេះឃើញអ្វីមិនបានទេក៏រត់សម្ដៅទៅផ្ទះលោកយាយធាដែរដើម្បីដឹងពីហេតុការណ៍ថានឹងមានរឿងអ្វីកើតឡើងក៏ប៉ុន្តែក្មេងៗដូចជាពួកខ្ញុំនេះពិតមិនមានសំណាងបានដឹងរឿងអ្វីច្រើននោះទេដោយចាស់ចេះតែដេញឲ្យទៅលេងនៅឆ្ងាយពីកន្លែងដែលកើតហេតុក៏ប៉ុន្តែដោយហេតុថាចង់ដឹងចង់ឃើញរូបខ្ញុំក៏លួចរត់វៀងទៅខាងក្រោយផ្ទះដើម្បីលបមើលនឹងហេតុការណ៍នោះកំពុងតែស្លងអារម្មណ៍នឹងបៀងត្រជាស្ដាប់ដោយចាស់ប៉ុន្មានអ្នកកំពុងតែនិយាយខ្សឹបខ្សៀវគ្នាមិនទាន់នឹងបានស្ដាប់ចប់ហេតុការណ៍ផងស្រាប់តែមានដៃមួយលូកមកពីខាងក្រោយខ្នងចាប់ញ៉ាំងស្លឹកត្រចៀកខ្ញុំឡើងលើតតែបានងាកទៅខាងក្រោយទើបដឹងថាជាអ្នកម៉ែរបស់ខ្ញុំពិតណាស់ក្មេងក្បាលខូចដូចជាខ្ញុំនេះសមនឹងបានរង្វាន់បែបនេះឯងនៅមិនបានយូរប៉ុន្មានម៉ែក៏ដេញឲ្យមកផ្ទះព្រោះថាមេឃក៏ចាប់ផ្ដើមយប់ទៅហើយម៉ោងប្រហែលជា6ល្ងាចបន្ទាប់ពីងូតទឹកនិងហូបបាយរួចក៏ស្រាប់តែឮសំឡេងស្មូតមកពីផ្ទះលោកយាយធាម៉ែក៏បានប្រាប់ថាប្រហែលជាមីងផាដែលជាកូនរបស់លោកយាយធាបានស្លាប់ហើយគឺស្លាប់ដោយការសម្រាលកូនមិនរួចបើតាមគិតទៅជីវិតមនុស្សម្នាក់ពិតមិនទៀងសោះអាចនិយាយបានថាកាលពីម្សិលមិញឃើញគាត់នៅញញឹមរកគ្នានឹងនិយាយលេងជាមួយម៉ែសោះថ្ងៃនេះស្រាប់តែមានរឿងមិនល្អទៅលើគាត់គឺពិតជាមិនអាចដឹងមុនមែនចំណែកឯលោកពូសំអាតដែលជាប្តីរបស់មីងផាវិញបានយំស្រណោះបោកខ្លួនធ្វើត្បិតប្រពន្ធអោបជាប់ទាំងទ្រូងថែមទាំងកូនម្នាក់ដែលមិនទាន់បានឃើញនឹងមុខផងឃ្លាតឆ្ងាយពីទ្រូងភ្លាមបែបនេះតើនរណានឹងអាចទទួលយកការពិតបានបន្ទាប់ពីបានរៀបចំពិធីបុណ្យតាមប្រពៃណីរួចលោកពូអាតក៏មិនបានទៅសម្រាកក្នុងផ្ទះម្ដាយក្មេកដែលនៅជាប់របងគ្នានោះដែរគឺគាត់បានរស់នៅតែម្នាក់ឯងទឹកមុខរបស់គាត់មិនបានសប្បាយចិត្តមួយថ្ងៃណានោះឡើយអាចថាចិត្តនឹករលឹកទៅដល់ប្រពន្ធជាទីស្រឡាញ់របស់គាត់ដែលត្រូវមកប្រត់ប្រាស់គ្នាភ្លាមបែបនេះកន្លងហួស2ថ្ងៃទៅហើយបន្ទាប់ពីពិធីបុណ្យសពលោកពូអាតក៏បន្តរស់នៅតែម្នាក់ឯងបន្ទាប់ពីហូបបាយរួចម៉ោងប្រហែលជា7ល្ងាចលោកពូអាតក៏បានរៀបចំកន្លែងសម្រាកដូចធម្មតាតែថ្ងៃនេះប្រហែលជាលោកពូអាតអស់កម្លាំងខ្លាំងហើយពីថ្ងៃទើបសម្រាកលឿនបែបនេះដោយហេតុថាគេងលក់ពីក្បាលប្រឡប់ម៉ោង12យប់ទៅហើយលោកពូអាតក៏បានភ្ញាក់ពីគេងស្រាប់តែពេលនោះឮសូរសម្រាប់ជើងដើរជុំវិញផ្ទះដោយឮមិនសូវច្បាស់លោកពូអាតក៏សង្ងំនឹងបៀងត្រជាក់ចាំស្ដាប់ព្រោះដោយហេតុខ្លាចថាជាចោរឬមនុស្សដែលមានគំនិតមិនល្អអ្វីមួយមកលើគាត់សង្ងំស្ដាប់បានបន្តិចស្រាប់តែឮសំឡេងគោះទ្វារលោកពូអាតគិតថាប្រហែលជាម្ដាយក្មេករបស់គាត់មានការអ្វីសំខាន់ហើយទើបពុកហៅគាត់ទាំងយប់បែបនេះគ្រាន់តែលោកពូអាតប្រាស់ខ្លួនងើបដើម្បីទៅបើកទ្វារស្រាប់តែឮសំឡេងនិយាយមកពីខាងក្រៅផ្ទះថាបន្តិចក្រោយមកស្រាប់តែឮសំឡេងកូនង៉ែតយំឡើងរលួចពីខាងក្រៅលោកពូអាតដឹងច្បាស់ថាប្រកាសជាខ្មោចប្រពន្ធរបស់គាត់ហើយសេចក្តីភ័យខ្លាចបានគ្របដណ្ដប់លើសេចក្តីស្រឡាញ់និងចិត្តនឹករលឹកការគ្រាកន្លងមកលោកពូអាតបានរំលួចសម្លឹងតាមប្រឡោះជញ្ជាំងផ្ទះក៏ពិតជាបានឃើញនារីម្នាក់ដែលស្លៀកសំពត់សឹងសក់ត្រឹមចង្កេះនិងពាក់អាវដៃវែងពណ៌ប្រផេះកំពុងតែឈរ3កូននៅពីមុខទ្វារផ្ទះរបស់គាត់លោកពូអាតពិតមិនហ៊ានបញ្ចេញសំឡេងអ្វីមួយនឹងបើកទ្វារផ្ទះនោះឡើយគឺបានត្រឹមតែសំងំដោយភាពភ័យខ្លាចនិងញ័រញាក់ពេញខ្លួនប្រាណបន់ឲ្យតែយប់រាត្រីកាលនេះឆាប់កន្លងហួសទៅមួយសន្ទុះក្រោយមកសំឡេងសម្រាប់ជើងនោះក៏នៅតែដើរជុំវិញផ្ទះម្ដងហើយម្ដងទៀតធ្វើឲ្យលោកពូអាតមិនហ៊ាននឹងបិទភ្នែកសម្រាកសោះគាត់ក៏ដាច់ចិត្តលបមើលទៅតាមជញ្ជាំងផ្ទះម្ដងទៀតហេតុការណ៍លើកនេះពិតខុសឆ្ងាយពីហេតុការណ៍លើកមុនអ្វីដែលគាត់បានឃើញ
គឺបរិសុទ្ធពីរនាក់កំពុងតែព្យាយាមស្រាយខ្សែគោរបស់គាត់ពូអាតក៏ព្យាយាមប្រមូលភាពក្លាហាននិងទាញកាំបិតផ្ទាក់មួយដើម្បីបើកទ្វារចុះទៅគ្រាន់តែលោកពូអាតចេញហួសពីផ្ទះភ្លាមស្រាប់តែមិនបានឃើញមនុស្សពីរនាក់នោះទៀតឡើយគោក៏នៅក្នុងទ្រុងធម្មតាលោកពូអាតហាក់មានក្តីជាប្លែកក្នុងចិត្តក៏ស្ទុះងាកក្រោយចូលទៅក្នុងផ្ទះវិញស្រាប់តែឃើញខ្មោចប្រពន្ធរបស់គាត់កំពុងតែបីកូនឈរនៅខាងក្រោយខ្នងរបស់គាត់ទាំងទឹកមុខចង់កំហឹងនិងភ្នែកលៀនថ្លាអមទៅដោយឈាមហូរមកពីភ្នែកលោកពូអាតពិតជាភ័យយ៉ាងខ្លាំងនឹងរកពីអ្វីមកនិយាយផ្ទះផ្ទឹមមិនបានឡើយទោះបីកាលពីនៅរស់ធ្លាប់ជាប្តីប្រពន្ធនឹងគ្នាតែពេលនេះពិតមិនដូចគ្រាមុននោះឡើយលោកពូអាតបានឈរគាំងនៅមួយសន្ទុះរហូតដល់ខ្មោចមិញផាបានរលាយបន្តិចម្ដងទៅវិញលុះប៉ុន្មានថ្ងៃបន្ទាប់ពីពិធីបុណ្យ7ថ្ងៃរួចនារដូវខែនេះគឺជារដូវវស្សាអ្នកភូមិដែលនៅក្បែរគ្នាក៏បានមកដាក់សន្ទូចដាក់បង្កាយដើម្បីយកត្រីទោះថានៅតំបន់ក្បែរព្រែកនេះពិតជាមានត្រីច្រើនពួកគាត់ទាំង3នាក់សិតតែជាអ្នកនៅភូមិផ្សេងដូចនេះពួកគាត់មិនបានដឹងរឿងអ្វីនៅក្នុងភូមិនេះឡើយពូដាគឺជាមនុស្សដែលពូកែខ្លាចខ្មោចជាងគេហើយគាត់មិនដែលហ៊ានទៅដាក់សន្ទូចដាក់បង្កាយឬដើររកស៊ីអ្វីពេលយប់នៅឆ្ងាយពីផ្ទះឡើយតែដែលហេតុថាលើកនេះគឺមានគ្នា3នាក់ដូចនេះគាត់ក៏ព្រមមកតាមលោកពូទាំងពីរបន្ទាប់ពីមកដល់កន្លែងចងសន្ទូចគាត់ក៏សម្លឹងឃើញមានទួលមួយដែលនៅមិនឆ្ងាយពីមាត់ព្រែកនោះទេហើយថែមទាំងមានដើមកសាំងមួយដោះនៅលើទួលនោះផងដែរពួកគាត់ទាំង3នាក់ក៏សម្រេចថាយប់នេះគឺសម្រាប់នៅលើទួលនេះតែម្ដងបន្ទាប់ពីរាយសន្ទូចរួចម៉ោងប្រហែលជា6ជាងពូដាក៏ត្រឡប់មកទួលនេះមុនគេពូដាក៏រៀបចំដុតត្រីដែលទើបតែដោះពីសន្ទូចរួចដើម្បីហូបជាមួយនឹងបាយដែលខ្ចប់មកពីផ្ទះទម្រាំតែបង្កាត់ភ្លើងនិងដុតត្រីឆ្អិនម៉ោងប្រហែលជា7ទៅហើយលោកពូ2នាក់ទៀតក៏មកដល់ល្មមពួកគាត់ក៏រៀបចំហូបបាយជុំគ្នានិងអាងត្រឡប់ទៅមើលសន្ទូចវិញនៅក្នុងយប់នោះពួកគាត់ទាំង3នាក់នៅដោះត្រីសន្ទូចរហូតដល់ម៉ោង1យប់ទើបត្រឡប់មកកន្លែងសម្រាកវិញពួកគាត់ក៏រៀបចំក្រាលកន្ទេលស្លឹកត្នោតដែលត្រៀមយកមកពីផ្ទះដើម្បីសម្រាកជុំគ្នាដោយហេតុថាអស់កម្លាំងពួកគាត់ក៏បានសម្រាកគេងលក់យ៉ាងស្កប់ស្កល់រហូតដល់ម៉ោងប្រហែលជា3ពូដាក៏ឮសូរសំឡេងខ្សែយោលងរឹងងេតងត់គាត់គិតឆ្ងល់ក្នុងចិត្តថាជប់ថ្មនេះទៅហើយមាននរណាមកយោលងរឹងទៀតរំពេចនោះស្រាប់តែឮសូរសំឡេងបំពេកូនយ៉ាងរលួចពូដាក៏ផ្ងាខ្លួននិងបើកភ្នែកមើលទៅលើក៏ស្រាប់តែឃើញស្រមោលមនុស្សស្រីដែលកំពុងតែបំពេកូននៅលើដើមកសាំងពូដាក៏លូកដៃកេះលោកពូទាំងពីរនាក់ដែលនៅសម្រាប់ក្បែរនោះបន្ទាប់ពីលោកពូទាំងពីរនាក់ក៏លេចភ្នែកមើលទៅលើស្រាប់តែឃើញខ្មោចស្រីនោះបានសម្លក់មកភ្នែកលៀនថ្លាទម្លាក់សក់តាំងពីលើដើមក្រសាំងរហូតមកដល់ដីដោយឃើញបែបនេះលោកពូទាំង3នាក់ក៏រត់ចែកជើងគ្នាផ្លេចយកទាំងធុងដាក់ត្រីទៅផងគិតទៅអាណិតតែពូដាដែលគាត់គឺជាមនុស្សដែលខ្លាចខ្មោចជាងគេហើយបែរជាមកជួបហេតុការណ៍បែបនេះទៀតតាមពិតទៅកន្លែងដែលលោកពូទាំង3នាក់សម្រាប់ការប្រយុទ្ធនោះគឺជាកន្លែងដែលគេកប់ខ្មោចមិញផាព្រោះថានៅពេលនោះចាស់ហាមិនអោយយកខ្មោចក្រឡាភ្លើងបែបនេះទៅបូជានោះទេទើបគេធ្វើពិធីបញ្ចុះនៅចំណុចទួលនោះឯងរហូតដល់គម្រប់ខួប1ឆ្នាំទើបគេទៅកោះសាកសពនោះដើម្បីយកមកធ្វើពិធីបុណ្យនិងបូជាទៅតាមប្រពៃណី